ស្ដីអ្នកទាំងអស់គ្នាខ្ញុំបាទប៊ីតូថ្ងៃនេះខ្ញុំមានរឿងមួយចង់សម្ដែងអ្នកទាំងអស់គ្នាស្ដាប់ដែលមានចំណងជើងថា From Me to You អញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះចូលមកកាន់សម្ដែងសាច់រឿងរបស់យើងទាំងអស់គ្នាផ្ដើមសាច់រឿងយើងមកមានមនុស្សស្រីម្នាក់នៅក្នុងបន្ទប់ទឹកហើយឮគេដើរកាត់នឹងនិយាយគ្នាអំពីនារីម្នាក់ដែលគួរឲ្យខ្លាចពួកគេបាននិយាយថាអ្នកណាហ៊ានមើលមុខនាងបានមួយភ្លែតដឹងអាសយមួយអាទិត្យហើយពេលនោះពួកគេបានជ្រុះបិចហើយក៏មាននរណាម្នាក់រើសឲ្យពួកគេដែលម្នាក់នឹងហើយដែលពួកគេកំពុងនិយាយដែលគេមានឈ្មោះថាគ្រូនូម៉ាសាវកូ ដែលជាតួឯកនៅក្នុងរឿងហ្នឹងហ្មងពួកគេហ្នឹងក៏បានឃើញសាវកូហើយរត់អស់លីងដែលធ្វើឲ្យសាវកូហ្នឹងឈរអន់ចិត្តហ្មងម៉ែអើយមើលអន់ចិត្តនឹងលខ្ជូតគួរឲ្យស្រឡាញ់ហ្មងបន្ទាប់ពីនោះមកគេបានដើរមករៀនធម្មតាហើយគេក៏បានឃើញមិត្តរួមថ្នាក់គេពីរនាក់ហ្នឹងនិយាយពីកម្មវិធីអីចឹងណាបន្ទាប់មកសាវកូយើងហ្នឹងចូលទៅដល់ Good Morning ដាក់គេដែលធ្វើឲ្យពួកហ្នឹងកកដូចស៊ីម៉ងប្រហើយចេញមកតប៉ែចុយមកដល់ផុតនឹងតិចសាវកូក៏បានឃើញប្រុសស្អាតម្នាក់ដែលគេហ្នឹងមានឈ្មោះថាកាសីអាយ៉ាសូតាចឹងខ្ញុំសូមហៅគាត់សូតាហ្មងទៅស្រួលហៅអ្នកទាំងអស់គ្នាហើយសាវកយើងបានឈរគិតថាអស្ចារ្យណាស់មើលទៅលយហ្មងគាត់តែងតែមានកញ្ចប់អារម្មណ៍និងចូលចិត្តច្រើនហើយនឹងមានភាពតាក់ទាញទៀតពេលនោះគាត់ទាន់បានចប់ផងសូតាយើងបានមកនឹងដាក់គេដែលធ្វើឲ្យគេនឹងគាំងខ្លាំងមែនទែនរួចក៏រមកនឹងដាក់គេវិញតែគេក៏បានដើរទៅបាត់ទៅមូលហេតុដែលពួកគេទាំងពីរស្គាល់គ្នានោះសាវកបានមករៀនថ្ងៃគេបើកបបិសនកាលសាលាអ្នកទាំងអស់គ្នាពេលនោះក៏បានឃើញសូតាយើងឈរអុចឲ្យដឹងផ្លូវទៅសាលាទៅតាមណារួចសាវកយើងក៏បានដើរមកដល់ប្រាប់ថាបើលោកចង់ទៅវិទ្យាល័យហ្គីតាហូរ៉ូគឺតាមផ្លូវនេះពេលនោះសូតាយើងក៏សប្បាយចិត្តខ្លាំងមែនទែនរួចក៏ងាកមកអរគុណសាវកយើងដែលធ្វើសាវកនឹងគាំងទៀតហើយនិយាយមែនគាំងរហូតកាត់បឋមរៀនវិញសូតាយើងបាននិយាយពីកម្មវិធីមួយហើយកម្មវិធីនោះគឺជាកម្មវិធីធ្វើតេស្តភាពក្លាហានអីចឹងរបៀបថាកម្មវិធីដែលយើងដើរព្រៃជួបខ្មោចជួបអីចឹងអ្នកទាំងអស់គ្នាហើយកម្មវិធីហ្នឹងគេលេងនៅយប់នឹងឯងគេបានបន្ថែមថាបើសិនជាចង់ចូលរួមទៅសេឈ្មោះឲ្យបិទលើក្តារខៀនដូចខ្ញុំមកហើយគេបានបន្ថែមទៀតថាបើសិនបានអ្នកទាំងអស់គ្នាចូលរួមទៀតកម្មវិធីហ្នឹងដឹងថាសប្បាយប្រោយយប់ហ្នឹងសូតាបាននិយាយចប់លោកគ្រូបាននិយាយម្ដងខ្ញុំត្រូវការអ្នកស្ម័គ្រចិត្តម្នាក់ដែលសុខចិត្តឈប់សម្រាកពីរដូវក្តៅមកជួយខ្ញុំដើម្បីរៀបចំថ្នាក់រៀនវាមិនយូរទេហើយបើសិនជាអត់មានអ្នកស្ម័គ្រចិត្តខ្ញុំនឹងចុចឈ្មោះយកណាគេម្នាក់ឯណាពេលនោះសាវកក៏បានលើកដៃហើយនិយាយថាបើយកទាស់ទេលោកគ្រូខ្ញុំអាចធ្វើបានអត់អីទេតែសូតាក៏បានហៅលោកគ្រូសាវកតែងតែធ្វើការអញ្ចឹងរហូតមែនខ្ញុំគិតថាវាមិនត្រឹមត្រូវទេដែលធ្វើការងារទាំងអស់ដែលមនុស្សគ្រប់គ្នាមិនចង់ធ្វើអញ្ចឹងគ្រូបាននិយាយថាអញ្ចឹងជំនួសនាងអត់រួចសូតាក៏បានថាខ្ញុំធ្វើខ្ញុំអត់មានជំរើសទេបន្ទាប់ពីនោះមកចេញលេងសាវកបានមកស្រោចផ្កាហើយមានមិត្តភក្តិគេម្នាក់ហ្នឹងមកនិយាយលេងជាមួយគេហើយក៏និយាយចូលដល់រឿងសូតាបន្តិចទៅសាវកបានឮហើយបាននិយាយថាហ្នឹងហើយអាប៉ែហ្នឹងរស់រាយណាមើលទៅគ្មានណាដូចទេមានតែមួយទេមើលទៅនិយាយជក់មាត់គេពេកហ្នឹងភ្លេចគិតសូតានៅក្រោយខ្នងល្មមអាពេលចឹងហើយហ្នឹងគឺឆ្លៀតកេះគ្នានិយាយដើមគេនៅពីមុខគេហ្នឹងទៀតខ្សឹបគេមុខគេហ្នឹងទៀតទៅប៉ែចុយមកសូតាក៏បាននិយាយចង់បកស្រាយមិនអញនិយាយមុនហ្នឹងហើយទៅពេលទៅសាវកយើងហ្នឹងក៏បានថាតែពិតខ្ញុំមិនបាននិយាយអីទេខ្ញុំគ្រាន់តែសរសើរសោះហ្នឹងតែធ្វើឲ្យសូតាហ្នឹងតបសើចជាប់ក៏សើចបន្តិចទៅហើយខ្ញុំអ្នកសម្រាប់ហ្នឹងក៏ចង់ទៅសើចបន្តិចដែរឥឡូវមិនសើចទៀតទេតោះយើងទៅរឿងយើងបន្តទៀតសូតាបាននិយាយថានៅចាំខ្ញុំហ្នឹងហើយតិចទៀតខ្ញុំចង់និយាយជាមួយបន្តិចហើយដល់ពេលទៅស៊ីណូមិត្តភក្តិគេហ្នឹងបាននិយាយថាអត់សុបាយចិត្តទេអីខ្ញុំឮថាសូតាហ្នឹងមកថ្នាក់អត់សមនឹងគាត់ទាំងអស់បើសិនជាអត់ត្រូវគាត់អត់ជួបទេណាហើយគេក៏បានលាសាវកទៅវិញបាត់ទៅពេលនោះសូតាក៏សើចហើយបាននិយាយថាខ្ញុំសុបាយចិត្តខ្លាំងមែនទែនខ្ញុំគិតថាសាវកហ្នឹងអត់ចូលចិត្តខ្ញុំតើពេលនោះសាវកក៏បានតបថាមិនចឹងណាមិនដូចការគិតរបស់លោកណាហើយខ្ញុំតែងតែសម័យចង់បានដូចលោកចឹងឯងគ្រប់ពេលហ្មងតែបើគិតសពទៅខ្ញុំអត់ដូចការគិតរបស់អ្នកប៉ុណ្ណឹងសាវកបានប្រកែកថាប៉ិតមែនសំបីឈ្មោះរបស់លោកសូតាក៏បាននិយាយថាសាវកហើយក៏សួរនាងថាតើអូនមានឈ្មោះថាកូរូណូម៉ាសាវកត្រូវអត់តែប៉ិតសូតាគេសួរថាអ្នកមានឈ្មោះថាកូរូណូម៉ាសាវកត្រូវអត់ប៉ុន្តែខ្ញុំចង់និយាយហៅអូនហ្មងទៅវាស្រួលហៅណាមួយសាវកយ៉ាងហ្នឹងខ្ជូតទៀតហ្នឹងហៅអ្នកមិនកើតហៅអូនប្រហើយស្រួលហៅស្រួលស្ដាប់អញ្ចឹងណាអ្នកទាំងអស់គ្នាបន្ទាប់ពីនិយាយគ្នាជាមួយសូតារួចសាវកក៏បានដើរមកថ្នាក់វិញហើយយើងក៏បានឃើញមនុស្សស្រីពីរនាក់និយាយគ្នាម្នាក់មានឈ្មោះថាឈីស៊ូរូម្នាក់ទៀតមានឈ្មោះថាអាយ៉ាណេម្នាក់សក់ត្រង់ហ្នឹងឈីស៊ូរូហើយទៅពេលម្នាក់សក់ប៉ោងហ្នឹងអាយ៉ាណេពួកគេបាននិយាយដើមសាវកថាខ្ញុំប្រកាសហ្មងបើសិនសាវកឈរនៅចិត្តណាម្នាក់ហើយម្នាក់ហ្នឹងដល់លួសព្រលឹងហើយនិយាយតបបានចប់ផងសាវកនៅក្រោយខ្នងហ្នឹងឯងប៉ែចុយមកសាវកក៏បាននិយាយថាឲ្យខ្ញុំធ្វើខ្មោចបានអត់រៀបថាកម្មវិធីសូតារៀបចំយប់ហ្នឹងដែលថាសាវកចូលរួមដែរតែសាវកចង់ធ្វើខ្មោចចឹងណាពីអ្នកនោះក៏បាននិយាយថាមិនបាច់បង្ខំខ្លួនឯងទេបើសិនយើងមិនចង់ធ្វើយើងមិនបាច់ធ្វើវាទេនាំតែអត់សុបាយចិត្តចឹងណា
សាវកបាននិយាយតាំងបាក់ចិត្តថាខ្ញុំមិនដែលធ្វើអ្វីដែលខ្ញុំចង់ធ្វើនោះទេខ្ញុំតែងតែចង់ចុះសម្រុងជាមួយអ្នកទាំងអស់គ្នាណាតែខ្ញុំមិនបានធ្វើវាទេវាគ្រាន់តែជាអ្វីដែលខ្ញុំធ្វើហើយខ្ញុំនឹងសប្បាយចិត្តតែប៉ុណ្្នឹងដើម្បីឲ្យមានប្រយោជន៍ខ្លះនៅក្នុងជីវិតហើយខ្ញុំក៏សុំទោសដែលខ្ញុំមិនបានរស់នៅក្នុងការរំពឹងទុករបស់អ្នកទាំងអស់គ្នាខ្ញុំមិនអាចមើលឃើញខ្មោចឬក៏ប្តឹងពីខ្មោចអីនោះទេដែលពួកគេធ្លាប់និយាយកន្លងមកហ្នឹងកន្លែងហ្នឹងខ្ញុំអាណិតសាវកអ្នកទាំងអស់គ្នារបៀបថាមនុស្ស introvert ហើយគេចោទថាខ្លួនឯងហ្នឹងអាក្រក់ដូចខ្មោចដូចអីហើយគេថាសាវកហ្នឹងមើលឃើញខ្មោចឃើញអីណាណីទៀតពិតទៅគួរអាណិតមែនកាត់មកពេលយប់វិញមិត្តរួមថ្នាក់ទាំងអស់បានមកជុំគ្នាអស់ហើយរួមទាំងសូតាផងដែរហើយបន្ទាប់មកយើងបានឃើញនារីម្នាក់ស្លៀកឈុតសដែលម្នាក់ហ្នឹងគឺជាសាវកយើងសោះសាំតប៉ែបាត់គេចាំលងពេញហ្នឹងមួយស្ទុះក្រោយមកក៏បានឃើញអាដែងពីរនាក់ហ្នឹងគេចង់សាកអាភាពក្លាហានរបស់គេហ្នឹងក៏បានដើរចូលក្នុងព្រៃឆ្លោះទៅឃើញជើងសាវកយើងតិចបែរពួកវាហ្នឹងរត់ផ្កាច់ផ្កិនផាត់ពភិញស្រែកពេញព្រៃខ្មោចជួយផងអញអើយខ្ពើមប្រោយបន្ទាប់ពីលងអាពីរនាក់មិញឆ្អែតឆ្អន់ហើយហ្នឹងសាវករៀបចំលងម្ដងទៀតហ្នឹងប៉ុន្តែងាកមកសូតាយើងសោះអញអើយហើយសូតាបាននិយាយថានៅហ្នឹងអត់ខ្លាចទេមែនម្នាក់ឯងហ៎ហើយសាវកយើងហ្នឹងតបថាខ្ញុំចូលចិត្តពេលយប់ជាពិសេសយប់រដូវក្តៅនឹងឯងខ្យល់អាកាសក្លិនក្រអូបសលេងខ្យល់បក់កាសស្លឹកឈើសត្វល្អិតអីចឹងទៅរួចសូតាយើងហ្នឹងបានឮហើយក៏និយាយថានៅនេះអារម្មណ៍ល្អម៉េះចឹងខ្ញុំនៅមួយគ្នាពីរនាក់បានអត់សាវកបានសួរថាចុះកម្មវិធីនេះអត់លេងឯងហើយទៅពេលទៅសូតានិយាយថាដោយសារតែមាននរណាម្នាក់ហ្នឹងអត់បង្ហាញខ្លួនទេហើយថ្នាក់យើងមានមនុស្សចំនួនសេសចឹងខ្ញុំត្រូវដើរម្នាក់ឯងចឹងឯងពងតែអង្គុយមួយសូតាបានតិចហ្នឹងឈីស៊ូរូនិងអាយ៉ាណេបានឃើញសូតាហើយបានសួរសូតានៅនឹងទៅអីហើយសូតាក៏បានប្រាប់ថាបើដឹងតែសាវកមកមិនក៏ប្រាប់ខ្ញុំចុះពីរនាក់ហ្នឹងបានតបហើយក៏បាននិយាយមួយសាវកមើលទៅការងារដូចធ្វើបានល្អហ៎ណេះយកខ្ញុំឲ្យអារីកាតូកូសៃម៉ាស់សូតាបានប្រាប់ថាពួកគេចិត្តល្អណាស់តែមើលទៅដូចបើកចិត្តឲ្យអ្នកដទៃឯងមិញទេខ្ញុំនឹងមិនបង្ហាញអារម្មណ៍អញ្ចឹងឲ្យអ្នកទាំងអស់គ្នាទេបើសិនជាមិនមែនលោកហើយខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានទទួលការងារនេះហើយជាលើកទី1ហើយដែលមាននរណាម្នាក់និយាយដាក់ខ្ញុំបែបហ្នឹងសូតាក៏ផ្អើលហើយនិយាយថាកុំមើលមុខខ្ញុំយូរពេកហើយខ្ញុំអៀនណាអូសុំទោសមិញច្រឡំមើលមុខយូរពេកមិញ sorry បន្ទាប់ពីរដូវក្តៅបានកន្លងផុតទៅនៅក្នុងថ្នាក់រៀនពណ៌ដែងបានពិន័យសូតាដោយសារតែសូតានឹងបង្កើតកម្មវិធីឲ្យគេលេងគ្រប់គ្នាហើយបែរជាលេងអត់ចប់ខ្លួនឯងពណ៌ដែងដាក់ពិន័យឲ្យសូតានឹងដែលសាវកចំនួនមួយអាទិត្យពេញប្រោយហើយពួកវានឹងក៏ដឹងថាសាវកជាមួយសូតានៅជាមួយគ្នាដែរយមិញសូតាតបថាអ្នកទាំងអស់គ្នាធ្វើចឹងសប្បាយមែនខ្ញុំសុខចិត្តធ្វើអ្វីគ្រប់យ៉ាងតែការពិន័យនេះគឺវាមិនសមរម្យទេនិយាយទៅវាអត់សមរម្យហ្មងសាវកជាស្រីដឹងអត់វាមិនមែនរឿងលេងសើចទេណាហើយគេប្រាប់សាវកថាកុំឲ្យរឿងនឹងធ្លាក់លើខ្លួនឯងណាសាវកបាននិយាយថាសូតាអភ័យទោសខ្ញុំផងណាដែលជួបលោកប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកអ្នកទាំងអស់គ្នាបានដឹងតែខ្ញុំជួបគ្នាយប់មិញតែពួកយើងមិនលើសពីមិត្តរួមថ្នាក់នឹងគ្នាទេបើសិនជាសូតានិយាយជាមួយអ្នកផ្សេងប្រហែលល្អជាងនឹងដោយសារតែខ្ញុំទៅប៉ះពាល់ដល់ជីវិតដ៏ស្រស់បំព្រងរបស់លោកមុននឹងសាវកទៅបានងាកមកវិញហើយនិយាយថាអភ័យទោសខ្ញុំផងណាស្អែកឡើងសាវកមកដល់សាលាហើយនាងបានចូលគិតថាខ្ញុំនិយាយបែបហ្នឹងត្រូវទេខ្ញុំប្រហែលជាឯកាទៀតហើយស្នាមញញឹមដែលខ្ញុំធ្លាប់ឃើញ Good Morning ដែលខ្ញុំធ្លាប់ឮខ្ញុំពិតជាចង់ឮវាម្ដងទៀតណាប្រហែលជាគាត់លែងចាប់អារម្មណ៍ខ្ញុំទៀតហើយមើលទៅខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ដែលសុកហ្នឹងសូតាក៏បានអង្គុយចាំគេហើយក៏បានយកស្ករគ្រាប់ឲ្យគេមកកញ្ចប់ហើយប្រាប់គេថាអ្នកទាំងអស់គ្នានៅក្នុងថ្នាក់ពិតជាសុំទោសចំពោះការយល់ច្រឡំសាមញ្ញហ្នឹងសូតាបាននិយាយថាខ្ញុំមានអារម្មណ៍លើសាវកតាំងពីពេលដែលសាលាបើកបរិវេណកាលដំបូងម៉េះមានចាំអត់បកមកក្រោយវិញយើងក៏បានឃើញសូតានឹងសួរសាវកថាសាលានៅណាហើយសាវកនឹងប្រាប់ថានេះផ្លូវទៅសាលាទៅតាមផ្លូវហ្នឹងរួចសូតាយើងក៏អរគុណរួចដើរចេញផុតនឹងទៅបាត់ទៅក៏ងាកមកក្រោយវិញហើយបានគិតថានេះមែនទេអារម្មណ៍ដែលស្រឡាញ់គេម្នាក់ឯងនោះជាចុងក្រោយខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងមួយនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងជួបគ្នាវីដេអូក្រោយណាបាយបាយ